បងប្អូនមើលត្រង់នេះធ្លាក់នុយដល់ទៅភ្លាលេងអូសមករ៉េខំបុបបងប្អូននេះឥឡូវចោះទៅយកបងប្អូនតើជម្រាបសួរបងប្អូនទាំងគ្នាឥឡូវរៀងល្ងាច5ជាងខ្ញុំធ្វើការចោះទឹកបងប្អូនដើម្បីថតណាបងប្អូនឥឡូវខ្ញុំអូសមកបងប្អូនហើយទេសភាពអូស្អាតខ្លាំងបងប្អូនហើយពីវីដេអូមុនពី3វីដេអូខ្ញុំបានបញ្ចូលសលេងនៅសារតែទៅយើងទៅពេលថៃអញ្ចឹងគឺអត់មានបណ្ណាចាក់បទចម្រៀងចូលនៅក្នុងវីដេអូរំខានអញ្ចឹងណាមានស្តែសំឡេងធម្មជាតិអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំធ្វើការបានអត់បានបញ្ចូលសលេងអញ្ចឹងណាហើយឥឡូវចាប់ផ្ដើមពីវីដេអូនេះទៅគឺខ្ញុំចាប់ផ្ដើមចូលសលេងទៀតអីអញ្ចឹងបងប្អូនហើយហ្នឹងហើយថ្ងៃពេលល្ងាចនេះគឺអេមែនតើបងប្អូនគឺបងគាត់មកច្រើនដែរបងប្អូនតែខ្ញុំថតតែមួយជ្រុងទេបងក៏នៅខាងមុខហើយខ្ញុំនៅខាងក្រោយគាត់ហើយខ្ញុំដាក់កាមេរ៉ាអញ្ចឹងបងប្អូនហើយវីដេអូហ្នឹងចំនួនវាមានត្រឹមតែ3នាទីជាងទេបងប្អូនអត់វែងអត់យូរទេចាអ្វីសំខាន់គឺខ្ញុំមករៀងយប់និយាយថាមកធ្វើការបញ្ចូលសលេងរៀងយប់បងប្អូនម៉ោង 1:01 ណាហើយអ្វីដែលខ្ញុំទៅបំផុតជាក់ស្ដែងគឺម៉ោង 5 ជាងបងប្អូនហ្នឹងហើយទៅដល់កន្លែងធ្វើការដាក់កាមេរ៉ាចូលក្នុងទឹកអញ្ចឹងបងប្អូនហើយធ្វើការបបក់ត្រីអញ្ចឹងបងនេះបងប្អូនតង់កន្លែងនេះបងប្អូនកំបុបវត្តទាំងដៃបងប្អូនអើយជាតិមកបងប្អូនទាំងកោមបងប្អូនហើយលេងបងនៅខាងមុខគាត់ថាអូចូលគីឡូហើយមែនណាបងប្អូនឃើញធំហ្មងបងប្អូនធំនៅក្បាលទេបងប្អូនត្រីនេះធំនៅក្បាលទេខ្លួននឹងស្វែអូបងប្អូននេះខ្ញុំចោះទៅយកខ្លួនឯងមកបងនេះបងប្អូនមើលបើសិនជាវាយប់ឡើងបើសិនជាយប់ឡើងគេអត់លេងដងភ្លុះណាអូបងប្អូនអើយអស់តហើយបងប្អូនអើយថាអូសមកគឺបាច់ទឹកខ្ចាយហ្មងបងប្អូនគឺអែហ្មងណាឥឡូវខ្ញុំអោបងប្អូនដោយសារតែផ្លែហ្នឹងវាតាក់ត្រីមកបន្តិចបងប្អូនហ្នឹងហើយវាចង់ចេញមកវិញអញ្ចឹងខ្ញុំគៀបត្រីមកវិញទៅបើយើងមិនគៀបចឹងទេគឺត្រីនឹងវារើប្រាស់ច្រើនឡើងវាអាចនឹងធ្លាក់អញ្ចឹងបងប្អូនហ្នឹងអញ្ចឹងវីដេអូហ្នឹងវាប៉ុណ្ណឹងបងប្អូនហើយចាំជួបគ្នានៅវីដេអូបន្តទៀតអរគុណចាំបងប្អូនក្នុងការគ្រប់គ្រងហើយខ្ញុំនឹងព្យាយាមចូលសលេងហ្នឹងហើយខ្ញុំសង្កេតឃើញថាវីដេអូខ្ញុំចំនួន3ដែលខ្ញុំផុសទៅណាបានចូលសលេងគឺអត់មានបងប្អូនអ្នកអត់មានបងប្អូនណាចុច like ទេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមបញ្ចូលសលេងវិញហ្នឹងហើយអរគុណក្នុងការគ្រប់គ្រងក៏ដូចជាចូលចិត្តในការបញ្ចូលសលេងរបស់ខ្ញុំបានហើយក៏ដូចជាវីដេអូទាំងអស់ហ្នឹងគឺជាសុទ្ធតែវីដេអូខ្ញុំបកត្រីផ្ទាល់ខ្លួនថតដោយកាមេរ៉ាខ្លួនឯង